ពីមានអាយុ21ឆ្នាំកម្ពស់1.62ទៅ51គីឡូក្រាមមានស្រុកកំណើតនៅបាទស្រុកកំណំខេត្តបាត់ដំបងលោកប្រកួតបានចំនួន71ដងឈ្នះ51ចាញ់15ឆ្នាំ5ព្រោះប្រកួតដោយបច្ចេកទេសរបស់គេឲ្យសន្លងបាត់បោះឈ្នះចំនួន38ដងព្រោះចង្រៃជាមួយនឹងកីឡាករម៉ាឡេស៊ីលទ្ធផលឈ្នះដោយគោលសម្រាប់ក្នុងទឹកទី2ថ្វាយគុំទូតាមលើលោកគ្រូហាត់គ្រូខំសជាតិមកពីគុណខ្មែរដូនតាកីឡាករបង្គោលខៀវគេមកពីប្រទេសម៉ាឡេស៊ីមានអាយុ22ឆ្នាំកម្ពស់1.65 ម៉ែត្រទម្ងន់51គីឡូក្រាមដូចគ្នាធ្លាប់ប្រកួតបានចំនួន28ដងឈ្នះ18ចាញ់10បណ្ដាស្មើកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញតារីត្រីផលសុផាបាទលោកអញ្ញាកដាលផលសុផាតជម្រាបជូនបទបញ្ជានៃការប្រកួតរួចរាល់បាទសម្រាប់កីឡាករទាំងពីររូបអាមេរូលមកកីឡាករមកពីប្រទេសម៉ាឡេស៊ីបង្គោលខៀវគុណតំគុណខ្មែរកីឡាករនៃព្រះរាជាណាចក្រកម្ពុជាបង្គោលក្រហមការប្រកួត3ទឹកបាទអរគុណដល់ខេមរៀបៀបាទខេមរៀបណាយបាទស្រាស្ទូនជុំជុំបានយូរបាទខេមរៀបព្រីមៀមកាត់ក្រុមត្រៀមស្នាត្រៀមប្រកួតខេមរៀបមកฝ่ายគុណខ្មែរគូទី4ដែលជាគូអន្តរជាតិកម្ពុជាម៉ាឡេស៊ីទឹកទី1រ៉ោន1បាទទឹកទី1រ៉ោន1មិនต้องឃើញមហោបគេទៀតហើយក៏មើលថាតើបាទអាចញ៉ាំបានអត់នេះមួយជើងមិនต้องបាទបាទគាត់ទៅមកដៃទៀតទៅដៃតាំងណាបាទមួយជើងមករំចាស់ជើងពីសមត្ថចង់មិនពីបាទអាមេរុនពីជើងមកទៅមួយជើងទៅមកទៅមួយដៃទៀតគាត់មិនต้องដល់សាមញ្ញរូបបៃមកមួយទៀតគាត់ជើងមិនต้องបោះកែងបាទមួយជើងបានគាត់ទៅមកពីមួយដៃទៀតបាទជាសាតាជុំគុំមិនต้องអោបជាប់កាច់ជុំគុំមិនต้องពីបាតាមួយជុំទៀតជុំគុំមិនต้องអូយជុំគុំមិនต้องអូយលើជឿបាទលោកកញ្ញាការផលសមាធិទៀតមករាទៅប្រកួតបន្តទៀតអរគុណដល់ខ្ញុំរៀបរៀបាទជុំគុំមិនต้องចាក់វិញមួយដៃទៀតវិញទៅចាក់សាពីអាមេរុនដល់ទៀតហើយមកមិនต้องដាច់បានដល់ទឹកមួយនៅជាមួយសិនបាទជុំគុំមិនต้องបាយមកមួយទៀតអូដល់វាមួយជើងមិនต้องចាក់មួយទៀតចាប់កាច់ជុំគុំមិនต้องកាច់បាទថាជិះចូលវាមិនต้องស្ាយបានដែរទៀតរបស់ប្រចាំដូរមិនឯងដល់ពីអាមេរុនជន់ជើងពីមិនต้องតាមមកបែកក្នុងហកចាក់សោចាប់អើយអូលឹមមកបាទនេះតោះលឹមមកកែងជុំគុំមិនต้องចាប់ខាញ់មកមិនต้องបាទចាក់មកដៃទៀតជុំគុំមិនต้องកែងជុំគុំអូបាទចុះមក2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
មួយមួយជើងគោកបន្តមកបានស្អាតបាទបងភ្លឹបតែណាបាទបានតែមួយទឹកតែប៉ុណ្ណោះសម្រាប់គូមិត្តភាពអន្តរជាតិកម្ពុជាម៉ាឡេស៊ី
លឹបមួយជង្គង់នេះបាទម៉ងស្រាប់ណែនបាទលោកអ្នកដាល់ផលស្ថានគវិដែរថានៅហើយបាទព្រោះថាចូលអត់ណាមាញ់ជង្គង់មាញ់មិញបាទមិនចឹងបាទកីឡាករយើងនេះពេលបច្ចុប្បន្នត្រូវតែវាយកាចបាទអរគុណសូមរទូទីជូនគណៈកម្មការផ្ទះទៀតប្រកាសលទ្ធផលចម្លងការ បាទសូមអរគុណកីឡាករបង្គោលក្រហមមុនកំពុងខ្មែរកម្ពុជាទទួលបានជ័យជំនះដល់បដូរកីឡាករបង្គោលពីប្រទេសម៉ាឡេស៊ីសម្រាប់ដំណងទឹកទី1បាទ